មើលកូនមន់ដែលពុកទិញមកពួកវាគួរឲ្យស្រឡាញ់ណាស់បន្តិចទៀតពួកយើងនឹងមានពងមន់ហូបរាល់ថ្ងៃហើយជីវិតនៅស្រុកស្រែទោះបីជាគ្មានទ្រព្យសម្បត្តិស្ដុកស្ដំគ្មានរបស់ប្រើប្រាស់ទំនើបដូចជានៅទីក្រុងតែឲ្យតែគ្រួសារយើងមានបេះដូងរួបរวมគ្នាគ្មានឧបសគ្គណាដែលយើងឆ្លងកាត់មិនបាននោះទេពងថ្ងៃនេះខ្ញុំនឹងត្រានឹងយកស្រូវនិងបន្លែទៅដូរយកសម្ភារៈសិក្សានិងសិភៅនៅវត្តឲ្យរាជមេភូមិបានប្រាប់ថាលោកគ្រូសូត្រនៅវត្តសរសើររាជណាស់រឿងគេខំរៀនសូត្រលេខនិងអក្សរអាពើខំរៀនឲ្យប៉ាកែទៅណាថ្ងៃមុខមិនបាច់ឲ្យពុកនិងបងពិបាកគិតលេខជពាក់ប្រាក់គេដូចមុនទៀតទេឌីសម្លឹងទៅកូនរួចនិយាយដោយសំឡេងធ្ងន់និងស្រទន់ថាអរគុណហើយណានឹងតាដែលធ្លាប់ឲ្យជំពាក់កន្លងមកតែចាប់ពីថ្ងៃនេះតទៅខ្ញុំនិងកូននឹងមិនមកទិញស្រាសនៅទីនេះទៀតទេអ្នកភូមិចិត្តខាងដែលបានឃើញហេតុការណ៍នោះក៏បានសរសើរនិងសម្ដែងក្តីរីករាយចំពោះការកែប្រែខ្លួនរបស់ឌីយ៉ាងខ្លាំងល្ងាចថ្ងៃដដែលពេលត្រឡប់មកដល់ខ្ទមវិញត្រានិងរាជបានជួយគ្នារៀបចំជួសជុលដំបូលផ្ទះនិងរបងបន្លែជុំវិញខ្ទមឲ្យមានរបៀបរៀបរយត្រាកំពុងតែយកស្បូវជួសជុលដំបូលផ្ទះបង្ហុងមើលចុះដំបូលខ្ទមផ្ទះយើងលេងធ្លុះធ្លាយទៀតហើយមេឃភ្លៀងលើក្រោយពួកយើងលេងបារម្ភរឿងលិចទឹកទៀតហើយរាជរត់មកទាំងសប្បាយរីករាយដែលនៅក្នុងដៃមានកូនមាន់តូចបងត្រាមើលកូនមាន់ដែលពុកទិញមកពួកវាគួរឲ្យស្រឡាញ់ណាស់បន្តិចទៀតពួកយើងនឹងមានពងមាន់ហូបរាល់ថ្ងៃហើយឌីដើរចេញពីក្នុងផ្ទះដោយដៃកាន់រូបថតចាស់មួយសន្លឹករបស់ប្រពន្ធកូនម៉ណេះមកអង្គុយជុំគ្នានៅរៀនហាលបន្តិចមកអ្នកទាំងបីក៏បានដើរមកអង្គុយជុំវិញឪពុករបស់ពួកគេដោយស្នាមញញឹមឌីបានដាក់រូបថតម្ដាយរបស់ពួកគេនៅលើតុតូចមួយរួចអុជធូបបន់ស្រន់ឌីលើកដៃសំពះរូបថតទាំងទឹកភ្នែកស្រក់ដោយក្តីរំភើបអូនមើលមកកូនយើងផងបងបានធ្វើតាមពាក្យសន្យាហើយបងបានឈប់ផឹកស្រាហើយមកមើលថែទូនមានកូនយើងវិញកូនយើងធំដឹងក្តីនិងមានកតញ្ញូណាស់ម៉ែនៅឋានលើប្រហែលជាកំពុងអង្គុយញញឹមនិងសប្បាយចិត្តខ្លាំងណាស់ដែលឃើញពុកនិងពួកយើងស្រឡាញ់គ្នានិងខិតខំប្រឹងប្រែងបែបនេះជីវិតនៅស្រុកស្រែទោះបីជាគ្មានទ្រព្យសម្បត្តិស្ដុកស្ដំគ្មានរបស់ប្រើប្រាស់ទំនើបដូចជានៅទីក្រុងតែឲ្យតែគ្រួសារយើងមានបេះដូងរួបរวมគ្នាគ្មានឧបសគ្គណាដែលយើងឆ្លងកាត់មិនបាននោះទេពុកសន្យាខ្ញុំណាថាយើងនឹងរស់នៅជួបជុំគ្នានិងមានសេចក្តីសុខបែបនេះរហូតតទៅឌីអោបកូនពៅនិងចាប់ដៃកូនទាំងពីរនឹងឲ្យកូនពុកសន្យាពុកនឹងធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ពួកឯងរហូតតទៅពន្លឺព្រះអាទិត្យរៀបអស់ស្ដង់គន់បានជះពន្លឺយ៉ាងស្រស់ស្អាតមកលើខ្ទមឈើចាស់នោះគ្មានទៀតទេក្លិនស្រាសនិងសំឡេងឆ្លោះប្រកែកគ្នាគឺមានតែសំឡេងសើចក្អាកក្អាយនិងភាពកក់ក្ដៅនៃគ្រួសារមួយដែលបានកើតជាថ្មីក្រោមដំបូលផ្ទះស្រុកស្រែដ៏ស្ងប់ស្ងាត់ប៉ុន្មានឆ្នាំកន្លងផុតទៅខ្ទមឈើចាស់ដែលធ្លាប់តែលិចលង់ដោយភាពស្ងប់ស្ងាត់និងក្លិនស្រាសនោះបានប្រែប្រួលមុខមាត់ទាំងស្រុងដោយសារតែកម្លាំងសាមគ្គីភាពនិងការខិតខំប្រឹងប្រែងមិនចេះនឿយហត់រវាងឌីនិងកូនប្រុសទាំងបីស្រែចម្ការរបស់ពួកគេបានហុចផលយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំនាព្រឹកព្រលឹមមួយក្នុងរដូវប្រមូលផលបន្លែឌីកំពុងតែឈររៀបចំទ្រាប់ស្លឹកចេកនៅក្នុងកញ្ឆេរនៅមុខផ្ទះស្មាទាំងសងខាងរបស់គាត់មើលទៅមាំមួននិងមានសុខភាពល្អជាងមុនឆ្ងាយណាស់ហុងលីបាវស្រូវចេញពីជង្រុកមកដាក់លើរទេះពងថ្ងៃនេះខ្ញុំនឹងត្រានឹងយកស្រូវនិងបន្លែទៅដូរយកសម្ភារៈសិក្សានិងសិភៅនៅវត្តឲ្យរាជ
មេភូមិបានប្រាប់ថាលោកគ្រូសូត្រនៅវត្តសរសើររាជណាស់រឿងគេខំរៀនសូត្រលេខនិងអក្សរឌីញញឹមបិទមាត់មិនចិនដើរមកអង្អែលក្បាលកូនល្អណាស់កូនកាលមុនពុកបណ្ដោយឲ្យរាជអត់រៀនសូត្រដោយសារតែភាពអាត្មានិយមរបស់ពុកឥឡូវនេះទោះបីជាយើងលំបាកយ៉ាងណាក៏ដោយក៏ត្រូវតែឲ្យគេបានរៀនសូត្រឲ្យចេះដឹងដែរពងបងខ្ញុំដើរទៅរៀននៅវត្តរាល់ថ្ងៃខ្ញុំមិនដែលហត់ទេលោកគ្រូសូត្រប្រាប់ថាបើខ្ញុំខំរៀនទៅថ្ងៃមុខខ្ញុំអាចជួយមើលបញ្ជីប្រាក់និងទិន្នផលស្រូវឲ្យអ្នកភូមិយើងបានទៀតផងត្រាសើចបណ្ដើរលើកបន្លែដាក់រទេះបណ្ដើរអាពើខំរៀនឲ្យប៉ាកែទៅណាថ្ងៃមុខមិនបាច់ឲ្យពុកនិងបងពិបាកគិតលេខជពាក់ប្រាក់គេដូចមុនទៀតទេឌីសម្លឹងទៅកូនរួចនិយាយដោយសំឡេងធ្ងន់និងស្រទន់ថាអត្រាអាហុងពុកគិតថាពេលដោះស្រាយរឿងគ្រួសារយើងរួចរាល់យើងគួរតែជួយអ្នកភូមិយើងចិត្តខាងខ្លះដូចនៅខាងកើតផ្ទះយើងហ្នឹងវាកំពុងតែជួបទុក្ខលំបាកដូចយើងកាលពីមុនអញ្ចឹងវាចាប់ផ្ដើមញៀនស្រាហើយទុកកូនចោលបាទគំនិតពុកល្អណាស់តាមុននេះបន្តិចខ្ញុំបានឃើញកូនគាត់មកបេះតួនៅបឹងយើងដែរពួកយើងស្គាល់រសជាតិការឈឺចាប់នេះច្បាស់ណាស់ពងតោះចាំពុកដើរទៅជជែកជាមួយនឹងអាដូចបន្តិចពុកនឹងយកបទពិសោធន៍ដ៏អាក្រក់របស់ពុកទៅប្រាប់វាថាគ្មានអីហួសពេលទេបើយើងព្រមភ្ញាក់ខ្លួនដើម្បីកូននោះមើលចុះបង្ហុងពុកយើងមិនត្រឹមតែជាឪពុកល្អរបស់ពួកយើងមកមុខទេតែគាត់កំពុងតែក្លាយជាមនុស្សដ៏មានតម្លៃសម្រាប់អ្នកភូមិទាំងមូលទៀតផងមែនហាត្រាពន្លឺដែលភ្លឺចេញពីខ្ទមចាស់របស់យើងពេលនេះកំពុងតែរំលែកទៅបំភ្លឺផ្ទះអ្នកដទៃផ្សេងទៀតហើយព្រះអាទិត្យរះខ្ពស់បញ្ចេញពន្លឺចែងចាំងលើវាលស្រែពណ៌ខៀវស្រងាន់សំឡេងរទេះនិងសំឡេងជជែកគ្នាយ៉ាងរីករាយរបស់បងប្អូនទាំង3នាក់បានលាន់ប៉ះនឹងខ្យល់អាកាសដ៏បរិសុទ្ធនៃស្រុកស្រែដែលជាសាក្សីនៃសេចក្តីសុខដ៏ពិតប្រាកដនិងភាពថិតថេរនៃគ្រួសារមួយនេះពេលរសៀលត្រជាក់ខ្យល់ជំនោររំភើយបក់កាត់វាលស្រែរលកស្រូវពណ៌លឿងទុំយល់យកទៅតាមខ្យល់ឌីបានដើរត្រឡប់មកពីផ្ទះដូចវិញទាំងមានស្នាមញញឹមពោពេញដោយភាពធូរស្រាលនៅលើផ្ទៃមុខនៅលើរានហាលខ្ទមហុងនិងត្រាកំពុងអង្គុយលើកន្ទេលបកសម្បកពោតឯរាជកំពុងអង្គុយទន្ទិញមេរៀនយ៉ាងផ្ចិតផ្ចង់ហុងងើបមុខមើលឪពុករួចសួរដោយក្តីអន្ទះសារថាពងយ៉ាងម៉េចទៅហើយទៅជជែកជាមួយពូដុចបានផលយ៉ាងណាដែរទៅពងឌីដើរមកអង្គុយលើរានហាលយកក្រមាបោះធូលីដីចេញពីជើងអាហុងកាលពីដំបូងវាមិនព្រមស្ដាប់អញទេវាស្រែកដេញអញទៀតផងតែពេលអញប្រាប់វាអតីតកាលរបស់អញរឿងអញស្ទើរតែបាត់បង់ពួកឯងទាំង3នាក់ដោយសារតែដបស្រានោះហើយនឹងរឿងដែលម៉ែពួកឯងត្រូវឈឺចាប់វាក៏ចាប់ផ្ដើមស្ងាត់ហើយអង្គុយយំរួចចុះឥឡូវគាត់យល់ព្រមបោះបង់ស្រាហើយនៅពងវាសន្យាថាស្អែកនេះវានឹងនាំកូនមកជួយច្រូតស្រូវនៅស្រែយើងហើយរៀនសូត្រពីរបៀបធ្វើចម្ការពីយើងវិញវាថាក្រោយពីឃើញគ្រួសារយើងប្រែប្រួលមានសេចក្តីសុខបែបនេះវាពិតជាចង់បានគ្រួសារមួយដែលកក់ក្ដៅដូចជាយើងដែរអញ្ចឹងកូនពូដុចនឹងបានទៅរៀនសូត្រនៅវត្តជាមួយខ្ញុំហើយចាំខ្ញុំជួយបង្រៀនអក្សរពួកគេអាពៅកូនឪចេះជួយគ្នានៅក្នុងភូមិចាស់បុរាណពោលថាអ្នកចិត្តខាងល្អដូចជាបងប្អូនបង្កើតដីស្រែយើងមានផលដំណាំយើងសល់យើងចែករំលែកទៅគេខ្លះជីវិតយើងកាន់តែមានន័យណាកូនពងមើលចុះខ្ទមយើងទោះជាគ្មានរបស់របរទំនើបគ្មានប្រាក់កាសហូរហៀតែពេលនេះផ្ទះយើងមានពន្លឺពិតប្រាកដហើយគឺពន្លឺនៃក្តីស្រឡាញ់ការអត់ឱននិងការយោគយល់គ្នាត្រាលើកផ្តិលទឹកដ៏ត្រជាក់ហុចទៅឲ្យឪពង
ពិសាទឹកសិនទៅពងស្អែកនេះការងារយើងកាន់តែច្រើនហើយភូមិយើងនឹងកាន់តែមានភាពអ៊ូអរនិងរីករាយជាងមុនមិនខានពុកអរគុណឯងទាំង3នាក់ណាស់បើគ្មានកូនជួយតស៊ូនិងមិនបោះបង់ពុកចោលនៅក្នុងថ្ងៃនោះទេពុកប្រហែលជាគ្មានឱកាសបានឃើញថ្ងៃនេះទេព្រះអាទិត្យចាប់ផ្ដើមលិចបាត់នៅជើងមេឃបន្សល់ទុកនៅពន្លឺពណ៌មាសចាំងផ្លេកគ្របដណ្ដប់លើខ្ទមឈើចាស់និងវាលស្រែដ៏ល្វឹងល្វើយគ្រួសារតូចមួយនេះបានឆ្លងកាត់ព្យុះភ្លៀងនៃជីវិតរហូតស្វែងរកឃើញនៅសេចក្តីសុខដ៏ពិតប្រាកដដែលកើតចេញពីកតញ្ញូតាធម៌និងការប្រែចិត្តឡើងវិញនិងឋិតថេរនៅក្នុងស្រុកស្រែដ៏ស្ងប់ស្ងាត់នេះជារៀងរហូត